ពលករនិងអាជីវករជាង 1000 នាក់នៅល្ងាចថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2025 បាននាំគ្នាសម្រុកចេញពីផ្សារឡុងគឺប្រទេសថៃចូលមកប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែតបើតាមលោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ទាំងពលករនិងអាជីវកររួមទាំងអ្នកដែលអាជ្ញាធរចាប់ខ្លួនត្រូវបានចាកចេញពីប្រទេសថៃមកស្រុកកំណើតយើងវិញហើយដល់ខ្មែរបានថ្នាក់ដឹកនាំយើងចាំទទួលដល់ពេលចឹងបងខ្មែរយើងមានអារម្មណ៍ថាកក់ក្ដៅបានឯកឧត្តមគាត់នៅចាំមើលបងប្អូនគ្រប់គ្នានេះសិតតអ្នកធ្វើការដល់ខ្មែរបានថ្នាក់ដឹកនាំយើងចាំទទួលដល់ពេលចឹងបងខ្មែរយើងមានអារម្មណ៍ថាកក់ក្ដៅបានឯកឧត្តមគាត់នៅចាំមើលបងប្អូនគ្រប់គ្នានេះសិតតអ្នកធ្វើការ